ហើយកិច្ចការនេះមើលរឿងក្មេងតនឿងផងបាទតាមខេត្តតាមអីចំនួនបានមកហើយក្មេងតនឿងដូចរឿងថយមួយចំនួនប៉ុន្តែវានៅងើបឡើងវិញមួយចំនួនល្ងាចមិញដូចមានករណីមួយស្ទឹងត្រែងរហូតដល់កាប់អធិការរងមួយនោះស្ទឹងត្រង់ហ៎ស្ទឹងត្រង់ខុសស្អែបាត់បតក់ស្ទឹងត្រង់កំពង់ចាមបាទមើលជាពិសេសនៅភ្នំពេញហ្នឹងឥឡូវចេញមួយចំនួនឃើញអាយដាមជួននរិនតាមអាយដាមកែស្នងការមិនមែនដោយលើកមុនច្រើនខែទេប៉ុន្តែវានៅមកតង់ខ្ញុំចង់ឲ្យអាយដាមកើតរិទ្ធអាយដាមសតទេតអាយដាមវងពិសេនសិក្សាផ្លូវច្បាប់ឲ្យខ្ញុំពេចក្មេងៗទំនើងឥឡូវយើងចាប់ដាក់គុកអស់តបាយហើយចេញមកខ្លះកែខ្លះមិនកែមិនបាច់ទៅដល់រុញទៅដល់ជួរមុខទេឲ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើដល់សមរភូមិមុខមិនបាច់យកទៅកាន់កំភ្លើងបាញ់ទេយកទៅធ្វើតែចាក់ពុំលេនដ្ឋានចាក់ពុំស្អីហ្នឹងដើម្បីទៅជួយដល់កងវិស្វកម្មទៅអាហ្នឹងបាយក៏យើងត្រូវទៅឲ្យដែរជាកាតព្វកិច្ចមនុស្សធម៌តែកុំឲ្យអ្នកឯងនៅទៅនងហេកាប់ចាក់អាហ្នឹងគេហៅអីពីមុនណាអាទ្រឹស្ដីរបស់អ្នកទោសស្អីបាយស៊ីស្រាប់អាចគេសែងមិនហ្នឹងអាគិសនីខ្វាត់ខ្វែងពឹកឡើងទៅ3 4ក្តោគោជាការហាត់ប្រាណនេះឥឡូវយើងមើលគឺការប្រើប្រាស់អប់រំនៅក្នុងពេលអប់រំនេះព្រោះតែខុសទៅអនុវត្តច្បាប់ត្រូវយកចូលដាក់អប់រំនឹងជាជាងដាក់ឲ្យនៅក្នុងពន្ធនាគារអត់ធ្វើអីយកទៅដាក់គិតមើលនៅក្នុងការគ្រប់គ្រងពិសេសរបស់នគរបាលនៅកន្លែងណាមួយសម្រាប់ធ្វើការងារបម្រើឲ្យសមរភូមិមុខមើលបាទចឹងសូមឲ្យអាយដាមកើតរិទ្ធខាងច្បាប់ជាមួយអាយដាមអគ្គស្នងការនគរបាលជាតិអគ្គបញ្ជាការដាក់ទៅ3 ខែ 6 ខែតាមទម្ងន់ទោសយកទៅកន្លែងហ្នឹងចាក់ពុំលេនដ្ឋានដើម្បីដឹកទៅមុខកុំឲ្យពិបាកឲ្យដឹងថាតើកងទ័ពយុវជនដូចគ្នាកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ដោយសារខាងមុខនៅពេលដែលពួកយើងមានឱកាសមានសេរីភាពមកដើរអញ៉ៃកាប់ចាក់បំផ្លាញប្រទេសនេះបាទឲ្យវាផ្សារភ្ជាប់គ្នាទៅការលះបង់របស់យុវជនឲ្យមើលបាទសូមសិក្សាឲ្យលឿនព្រោះឥឡូវតតែអញ្ចឹងខ្លះបាទមិនបាច់ពី3ក្តោគោជាការហាត់ប្រាណទេចាក់កមុបបេតុង10 20ជាការហាត់ប្រាណអានឹងជាការល្អជាងអត់ទេពួកឃើញក្លាហានដាវបាទអានឹងសូមឲ្យប៉ុន្តែសូមឲ្យរដ្ឋបាលរាជធានីខេត្តទាំងអស់សមត្ថកិច្ចរបស់យើងត្រូវប្រកែបអត់មានលបើកទេគឺទៅបាទហើយខ្ញុំឲ្យមើលទៀតឥឡូវព្រោះក្មេងទំនើងមួយចំនួនជាកូនមេភូមិអ្នកមានតួនាទីមេអីខ្ញុំថាគួរតែចងកាតព្វកិច្ចឲ្យម៉ែដែរខុសលើកទី1ឲ្យម៉ែឪមកជួយធានាហើយអប់រំខុសច្រើនដងពេកប្រហែលពាក់ព័ន្ធជាមួយតួនាទីរបស់ឪម៉ែដែរគិតមើលទៅណាព្រោះវាមានអាងគិតមើលឲ្យខ្ញុំឧទាហរណ៍កូនមេភូមិមួយវាដើរវាយគេរហូតអប់រំម្ដងពីរដងមិនស្ដាប់ឥឡូវគិតមើលកូនកតញ្ញូអីទី1អស់ខ្នងបាទអារឿងខ្នងហ្នឹងវាមានរឿងមួយខ្ញុំចាំកាលពីក្មេងមានម្នាក់វាដើរវាយគេពេញភូមិ
វាថាហ៊ានតវាយហ៊ានតធ្វើអីវាមានខ្នងក្រាស់អញ្ចឹងអត់មានពីណាហ៊ានធ្វើវាដល់អធិការថ្មីចូលទៅចាប់ដាក់គុក3ថ្ងៃសួរវាថាណាខ្នងវាថាបងនេះខ្នងខ្ញុំខ្នងក្រាស់ដេកណាក៏បានរួមទាំងដេកគុកអញ្ចឹងដំបូងគេថាវាអានខ្នងក្រាស់អត់មានពីណាហ៊ានធ្វើខ្លាចវនេះតាមពិតខ្នងវាសោះវាថាដេកណាក៏បានអញ្ចឹងបង្កើតនៅវប្បធម៌មួយដែលថាយុវជនអាងខ្លួនឯងកុំអាងឪម៉ែកុំអាងឥទ្ធិពលហើយអាងនៅអ្វីដែលអំពើល្អកុំអាងអំពើអាក្រក់អាងធ្វើបងធំហើយរួចខ្លួនអត់ទេបាទលេងអានឹងឲ្យចប់ហើយយើងបានធ្វើច្រើនកាលពីឆ្នាំទៅឆ្នាំទៅមួយម្ដងនោះឯកឧត្តមអភិសួរខ្ញុំបងឥឡូវពួកនឹងដូចច្រើនអស់កន្លែងដាក់ណាទៅប្រឡែងអីយ៉ាងម៉េចខ្ញុំតើអត់ទេត្រូវមានអបបរមាប្រមាណខែឲ្យច្បាស់បើយើងចាប់ហើយដោយសារចៀតប្រឡែងអត់ខ្លាចត្រូវឲ្យច្បាស់ឥឡូវមិនត្រឹមតែដេកស៊ីនៅក្នុងនឹងទេគឺថាគិតគូររឿងអីមួយដើម្បីឲ្យបានផលប្រយោជន៍ប្រទេសជាតិហើយឥឡូវគ្មានអីបំរើសមរភូមិពុកនេះទេបាទឲ្យចាក់បេតុងហើយឲ្យលីបេតុងខ្លួនឯងហើយបើថាល្អឲ្យលីឡើងភ្នំមិនបាច់យកទៅលីដល់សមរភូមិមុខឲ្យលីតែកន្លែងណាឲ្យដឹងថាយុវជនអាយុប៉ុនខ្លួនឯងនេះកំពុងតែលីបាយលីអង្គលីស្អីឡើងឲ្យទៅមុខច្បាំងការពារជាតិគេលំបាកប៉ុណ្ណាបាទហើយមិញដូចបងប្អូនច្រើនស្ម័គ្រផ្ទះដៃអបអរសាទរចង់ឃើញពួកនឹងចាក់បេតុងមិនមែនចាក់លេងណាតើតែមានវិស្វកម្មមើលស្រួលវល់ចាក់អត់គុណភាពបាក់អត់ទេបដោះបដាឥឡូវយកទៅដាក់ម្ដុំកុំឲ្យជាអៀតគុកយកទៅដាក់ម្ដុំកន្លែងណាមួយដែលខាងនគរបាលយើងរៀបចំកន្លែងមួយយើងគិតមើលគ្រប់គ្រងបានអាគារមកកកុកឥឡូវបើថាចាំបាច់អាគារ scam មកកកុកដាក់នៅក្នុងសិនបង្កើតជាគុកបដោះអត់បាទចៃប្រើសិន